ខ្ញុំកាត់ទេទោះស្លាប់ក៏ខ្ញុំប្រកកាត់ដែរខ្ញុំចង់រៀបការទេលោកដីអើកូនសម្រាប់យើងទៅរៀបការជាមួយមនុស្សរុក្ខជាតិពិតមែនទេមិនអញ្ចឹងលោកអ្នកណាម្នាក់ការជំនួសរੂហានទៅខ្ញុំថាគ្មានបំរើក្នុងផ្ទះយើងនេះកូនស្រីអ៊ំលូមើលទៅមិនអន់ទេត្រកូលលូនេះមានអំណាចខ្លាំងណាស់ត្រកូលលីវក៏រក្សាសម្ដីដែររកអ្នកបកការជំនួសល្អបំផុតនាងនួនមកណែបន្តិចចាលោកម្ចាស់ហើយខ្ញុំមែនទេយើងឃើញនាងគួរអាណិតទើបចង់រកគូសកលល្អៗឲ្យនាងគ្រាន់តែការជំនួសរੂហាននាងចូលទៅក្នុងគ្រួសារលូនាងនឹងខ្លាចជាអ្នកស្រីតូចមានមាសមានប្រាក់រាប់មិនអស់ទេលោកម្ចាស់ប៉ុន្តែខ្ញុំគ្រាន់តែចង់នៅមើលថែម្ដាយខ្ញុំរហូតទៅណែឯងនេះណាតាមម្ដាយឯងមកនៅទីនេះទេស៊ីហ្វ្រីប្រហែលឆ្នាំហើយតែក៏លីវយើងមិនបានចិត្តអាក្រក់ទេប៉ុន្តែថ្ងៃនេះអញត្រូវតការមិនចង់ការក៏ត្រូវតការដែរលោកស្រីខ្ញុំពិតជាមិនចង់រៀបការមែនខ្ញុំគ្រាន់តែចង់មើលថែម្ដាយខ្ញុំបែបនេះហើយចុះបើត្រូវគេចាប់បាននោះគិតចឹងមិនទៅយើងប្រាប់នាងណារឿងនេះត្រូវទុកជាអត្តកម្មរហូតដល់ថ្ងៃស្លាប់បើមិនអញ្ចឹងទេម៉ែឯងនឹងត្រូវស្លាប់ក្មេងៗអូវាចេញទៅលោកស្រីឡើងខ្ញុំទៅលោកស្រីម៉ាក់ថ្ងៃនេះខ្ញុំត្រូវរៀបការហើយម៉ាក់ត្រូវមើលថែខ្លួនឯងឲ្យល្អណាស់ដឹងទេឡើងទៅអ្នកនាងលីវសុំជើញបងស្រីឆាប់ឡើងទៅប្រយ័ត្នហួសពេលនេះជាផ្ទះត្រកូលលូមែនទេនេះគ្រាន់តែជាបន្ទប់សម្រាប់របស់អ្នកប្រុសតែប៉ុណ្ណោះសុំជើញអេលោកជាស្វាមីរបស់ខ្ញុំមែនទេអញ្ចឹងតាបានជាលូហានយកតំណែងនេះមកឲ្យខ្ញុំការជំនួសនាងការប៉ិនលោកជាអ្នកជំងឺជាប់ក្រែតែអ្នកជំងឺជាប់ក្រែនេះស្អាតដែរតាបែបនេះក៏ល្អខ្ញុំមិនចាំបាច់សម្ដែងល្ខោនជាមួយនឹងលោកទេចាំដល់ថ្ងៃដែលលោកលីលោកនេះទៅខ្ញុំនឹងទទួលបានមរតកលោកមែនទេនាងគឺលូហានមែនទេយន្តជូររបស់យើងជួបគ្រោះថ្នាក់ចរាចរណ៍ពីឆ្នាំមុនមិនទាន់ដឹងខ្លួននៅឡើយទេដេកបែបនេះរយៈពេល2ឆ្នាំហើយអ្នកម៉ាក់មិនបាច់បារម្ភពេកទេខ្ញុំជឿថាមនុស្សល្អព្រះនឹងមើលថែយន្តជូរប្រកាសជាឆ្លងផុតមិនខានទេឲ្យអាហារតាមទីយោមក2ឆ្នាំហើយពេលប្រាប់ថាមានតែ 1% ប៉ុណ្ណោះចំណែកនាងការចូលមកត្រកូលលូខ្ញុំមិនចង់ឲ្យនាងលំបាកទេនេះនៅក្នុងនេះកាតនេះមានលុយ5លាននាងចាយតាមចិត្តចោះបើអស់ហើយប្រាប់ម៉ាក់ណាមិនបាច់ក្រែងចិត្តទេចំណែកនេះគឺសម្បត្តិប្រចាំត្រកូលយើងនាងការចូលមកខ្ញុំនឹងប្រគល់វាទៅឲ្យនាងបែបនេះមិនល្អទេដឹងយកទៅយន្តជូរខ្លាចជាអ្នកជំងឺជាប់ក្រែចំណែកនាងក៏ជាកូនប្រសារផ្ទះយើងមិនចង់ឲ្យនាងលំបាកទេថ្ងៃនេះជាថ្ងៃរៀបការរបស់នាងហើយនឹងយន្តជូរខ្ញុំមិនរំខាននាងទៀតទេលោកស្រីលូពិតជាល្អពេកហើយមិនបាច់បារម្ភទេខ្ញុំនឹងមើលថែលោកឲ្យបានល្អថ្ងៃនេះដល់ពេលខ្ញុំត្រូវជួយខ្លួនឲ្យលោកហើយអង្គុយនៅឲ្យស្ងៀមណាក្រោកឡើងចាំមិនថៃមានត្រូវត្រង់ណាទេមិនអីទេដោះលែងសិនណាវ៉ាវមិនប៉ាត់ទេដឹងមនុស្សប្រុសម្នាក់នេះស្លាប់មក2ឆ្នាំហើយដាក់សេរ៉ូមរហូតមកហេតុអីបានជាមានសាច់ដុំទៀតមកអើយសំទោណាសំណាងល្អដែលលោកមើលមិនឃើញរកអ្នកជំងឺនៅលើក្រែមកធ្វើជាស្វាមីក៏ល្អដែរតាមិនរករឿងខ្ញុំមិនខឹងក៏មិនរករឿងឆ្លោះជាមួយខ្ញុំអញ្ចឹងយើងមកព្រមព្រៀងគ្នាណាតទៅលោកដេកនៅស្ងៀមបែបនេះយើងនឹងមិនកន្លះពាក្យសម្ដីរហូត100ឆ្នាំទៀតសន្យានឹងគ្នាណាស្ដាយណាសង្ហាក៏សង្ហា